សូមជូនរឿងអ្នកខ្លាំងមិនខ្ចីលាក់មុខភាគបន្តបបទេវតាដ៏ចម្រើនយើងបានលើកលែងទោសឲ្យរិទ្ធីហើយណាមួយក៏ជីកំហុសយើងដែរគ្រាន់តែរឿងប៉ុណ្ណេះយើងក៏ដាក់ទោសរិទ្ធីធ្ងន់ធ្ងរយ៉ាងនេះក្រាបទូលព្រះអង្គមិនមែនជាកំហុសព្រះអង្គទេព្រះអង្គក៏ត្រូវបិសាចនោះសណ្ដំដែរទេតាមពិតរឿងទាំងអស់កើតឡើងដោយសារកំហុសរបស់ទេវតាទាំងអស់សោះមែនហើយការពិតគឺចឹងទេលើលោកនេះគ្មានអ្នកណាដែលគ្មានកំហុសនោះទេហើយយើងជាទេវតាមានកំហុសបន្តិចសោះក៏គួរតែយោគយល់ខ្លះទេពួកទូលបង្គំនិយាយលេងទេសូមទេវតាគង់ប្រកាន់នឹងពួកទូលបង្គំអីព្រះអង្គគង់ប្រកែប្រកាន់អីបានហើយយើងបានកំចាត់គ្រោះភ័យជូនដល់មនុស្សលោករួចរាល់ហើយចឹងយើងយាងទៅវិញហើយនៅពេលដែលរឿងរ៉ាវប្រែមកជាលហវិញហើយទេវតាក៏បានធ្វើដំណើរយាងទៅវិញហើយប្រជារាស្ត្រក៏បានរស់នៅយ៉ាងសុខសាន្តជាធម្មតាវិញដែរអត្ថន័យនៃរឿងមួយនេះបានធ្វើឲ្យយើងបានយកគំនិតល្អៗមួយចំនួនយកមកគិតពិចារណាកុំធ្វើជាមនុស្សដែលចង់អួតអាងគេពេកកុំមានអំនួតចំពោះសមត្ថភាពរបស់ខ្លួនពេកព្រោះវាអាចនាំមកនូវបញ្ហាទៅថ្ងៃក្រោយទៀតកុំមើលងាយសមត្ថភាពអ្នកដទៃថាគេខ្លាំងមិនដល់ខ្លួនសមត្ថភាពកាន់តែខ្លាំងមានទំនួលខុសត្រូវកាន់តែខ្លាំងមុននឹងធ្វើអ្វីមួយត្រូវគិតឲ្យបានច្បាស់លាស់ជាមុនសិន